បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះចង់បង្ហាញពុកម៉ែបងប្អូនពីការអប់ត្រីប្រាបងប្អូនហើយយើងមានគល់ត្រីពី3គុំមកមានម្ដេងម្ដុំតូចមកហើយយើងហាន់មានក្រូចឆ្មាដែរបងប្អូនដោយសារខ្ញុំនិងគ្រួសារចូលចិត្តរៀងជូរជូរហើយក៏មានត្រីអណ្ដែងដែលយើងហាន់ស្រាប់ហ្នឹងចំនួន1ក្បាលបងប្អូនហើយឥឡូវនេះសកម្មភាពគ្រួសាររបស់ខ្ញុំគាត់កំពុងតែលីគ្រឿងមានម្ទេសហើយម្ទេសក៏អត់ដាក់ទាំងមូលទេដុំឲ្យវាបែកសាច់ដើម្បីឲ្យវាចេញជាតិចូលត្រីអញ្ចឹងណាបាទបន្ទាប់ពីដាក់ម្ទេសហើយយើងក៏ថែមគ្រឿងផ្សេងមានដូចជាទឹកត្រីអំបិលហើយមានស្ករសហើយនឹងប៊ីចេងផងដែរហើយជាចុងក្រោយក៏យើងមានថែមនឹងទឹកស៊ីអ៊ីវបន្តិចទៀតដែរបន្តមកទៀតយើងច្របាច់ចូលឆ្មាបន្ថែមផងដែរមុខម្ហូបមួយមុខនេះខ្ញុំគិតថាងាយស្រួលធ្វើមែនតើសម្រាប់បងប្រុសដែលមិនដែលធ្វើម្ហូបក៏អាចធ្វើបានដែរបងប្អូនព្រោះវាមានលក្ខណៈងាយស្រួលមិនលំបាកនោះទេហើយបន្ទាប់ពីលាយគ្រឿងអស់ហើយយើងក៏ច្របល់គ្រឿងជាមួយនឹងសាច់ហ្នឹងឲ្យចូលគ្នាបានន័យថាយើងច្របាច់គ្រឿងហ្នឹងឲ្យចូលជាមួយនឹងសាច់ត្រីតែម្ដងទៅមុននឹងយើងដាក់ចូលឆ្នាំងអញ្ចឹងណាបាទឥឡូវនេះយើងលាយគ្រឿងចិត្តរួចហើយបាទគ្រួសារខ្ញុំគាត់បន្ថែមក្រូចឆ្មាបន្តិចដើម្បីឲ្យមានរសជាតិជូរអែមព្រោះមិញហ្នឹងគាត់ដាក់ស្ករច្រើនបងប្អូនតមកទៀតយើងមានឆ្នាំងមកហើយក្រាលគល់ស្លឹកគ្រៃក៏ដូចជាស្លឹកគ្រៃហ្នឹងដើម្បីបាក់ឆ្នាំងតូចទេបងប្អូនដោយសារខ្ញុំពីអ្នកគ្រួសារខ្ញុំតែ2នាក់អញ្ចឹងយើងធ្វើមកល្មមត្រីមួយក្បាលអញ្ចឹងណាអញ្ចឹងយើងលៃឆ្នាំងទូចហើយចង់ប្រាប់បងប្អូនដែរគឺយើងអត់ប្រើខ្លាញ់ទេពីព្រោះអានេះគេហៅថាហុបអញ្ចឹងណាមិនមែនដុតឬក៏កំពងឬក៏ជាតិទេយើងហុបបានន័យថាដុតឲ្យវាចេញចំហាយជាតិទឹកមកឆ្អិននៅលើសាច់ត្រីបងប្អូនអាចសាកល្បងធ្វើហូបបានពីព្រោះអីមុខហូបនេះគឺខ្ញុំនិងគ្រួសារបានច្នៃប្រឌិតឡើងទេវ៉ាវឆ្អិនហើយអប់ត្រីប្រាបងប្អូននេះបើកូនត្រីខាងសំអុំតែដល់ពេលត្រីប្រាអញ្ចឹងវាធំយើងហៅថាអប់ហ្មងបងប្អូន